យើងចេះតែដើរមិនឈប់ទាំងគ្មានគោលដៅគូច្បាស់លាស់អ្វីដែលជាភាពច្បាស់លាស់ដែលយើងមាននោះគឺដើម្បីរស់នៅពេលដែលកំពុងដើរតាមផ្លូវយាយឯងទទួលបានដំណឹងថានៅព្រំដែនខ្មែរថៃមានបរទេសគេមកជួយជនភៀសសឹករួចពីសង្គ្រាមពេលនោះយាយឯងនាំម៉ែនិងបងប្អូនផ្សេងទៀតដើរមិនឈប់ឡើយយើងសម្រាកតែមួយភ្លែតទេដើម្បីឲ្យបាត់ហត់យើងខំដើររហូតដល់ពងជើងអស់ហើយប៉ុន្តែដោយសារតែយើងចង់ទទួលបានជំនួយពីគេដើម្បីរស់បន្តនៅលើផែនដីនេះពួកយើងដើរតាំងពីពេលថ្ងៃខ្លៅទៅជាយប់ខ្លៅទៅជាថ្ងៃអស់ជាច្រើនសប្តាហ៍នៅតែមិនទាន់ទៅដល់កន្លែងដែលគេហៅថាជំរំនោះទៀតតែម៉ែនិងគ្រួសារទាំងមូលមិនដែលអស់សង្ឃឹមនៅក្នុងជីវិតនោះឡើយយើងបដិញ្ញាថាត្រូវតែដើររហូតឲ្យទាល់តែដល់កន្លែងទីនោះយាយរបស់ឯងតែងតែប្រាប់កូនទាំងអស់ថាទ្រាំបន្តិចទៅណាកូនខំប្រឹងឡើងតែបន្តិចទៀតដល់ហើយពាក្យទាំងនេះហើយដែលជាកម្លាំងចិត្តដល់ពួកយើងដែលមិនយូរប្រមាណទៀតពេលនោះគ្រួសារម៉ែក៏បានទៅដល់ជំរំមែនកូនសម្លាញ់របស់ម៉ែការសម្រេចនៅក្តីសម័យនិងគោលដៅវាជាក្តីសុខនៅក្នុងជីវិតម៉ែដល់ជំរំជាក្តីសុខរបស់ម៉ែប៉ុន្តែទម្រាំតែដល់ស្ទើរតែអស់រលីងពីខ្លួនហើយទាំងកម្លាំងកាយកម្លាំងចិត្តវាស្ទើរតែរលត់សូន្យសងប៉ុន្តែដោយសារតែមានការសម្លឹងច្បាស់ទៅរកគោលដៅនិងពាក្យចម្រាញ់ទឹកចិត្តរបស់យាយឯងទើបធ្វើឲ្យម៉ែមិនបោះបង់ឡើយដូច្នេះហើយកូនក៏ដូចគ្នាត្រូវចាំថាការដើរទៅរកក្តីស្រមៃនិងគោលដៅនោះវាមិនស្រួលដូចអ្វីដែលកូនបានគិតនោះទេវាក្រក្រៀតវាក៏ឈឺផ្សាហើយទាមទារឲ្យកូនរក្សានៅបំណងចិត្តជានិច្ចកូនត្រូវតែប្រកាសក្នុងចិត្តជានិច្ចថាកូនមិនសម្លឹងទៅបញ្ហាដែលកូនកំពុងជួបឡើយតែកូនត្រូវតែសម្លឹងទៅរកគោលដៅដែលរងចាំកូននៅខាងមុខកូនម្ដាយទោះបីវាត្រូវប្រើពេលវេលាលឿនឬយូរប៉ុណ្ណាប៉ុន្តែកូនត្រូវតែប្រកាសថាកូនមិនបោះបង់ជាដាច់ខាតទើបកូនអាចដើរទៅដល់ទីកន្លែងមួយដែលកូនដើរទៅនោះមួយទៀតទោះបីជាបញ្ហាបែបណានៅតាមផ្លូវចូលកូនខំសង្កត់ចិត្តឲ្យបានល្អស្អាងចិត្តឲ្យអាខ្លួនឯងឡើងដើម្បីគ្មានអ្នកណាជួយស្អាងចិត្តខ្លួនកូនពីព្រោះកម្លាំងចិត្តពីខាងក្នុងនោះក៏វាពិសេសណាស់សម្រាប់ឲ្យកូននេះម្ដាយអាចនឹងបន្តដំណើរទៅគោលដៅរបស់កូនកុំបោះបង់ណាកូនសម្លាញ់